បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនិយាយពី firewall នៅក្នុង Microtik router ចឹង firewall គេប្រើដើម្បីធ្វើការ protect បាទ data ឬក៏យើងអាចថា package send ទៅ send មកពី source ទៅកាន់ destination ឬក៏ពី destination មកកាន់ source ចឹងធ្វើការ filter ទៅលើ traffic ទាំងអស់ហ្នឹងថា package ណាដែលយើងរុញឲ្យទៅ package ណាដែលយើងត្រូវ block យើង drop ចោលចឹងនៅក្នុង Microtik router របស់យើងមានមុខងារហ្នឹងចឹងយើងអាចធ្វើការ filter បានទៅលើ firewall ដើម្បីច្រោះយក package ឬក៏ IP address ណាឬក៏ data ណាដែលត្រូវ send ទៅកាន់ destination បាទឬក៏ត្រូវ block ពី destination មកវិញចឹងយើងអាចធ្វើបានចឹង firewall វាមានលក្ខខណ្ឌរបស់វាដើម្បីធ្វើការរុញទៅកាន់ internet ចឹងបើយើងចង់ផ្ញើ package ទៅកាន់ internet ទៅកាន់ server អីមួយវាមានលក្ខខណ្ឌ A ហើយនិង then ចឹងបើសិនជាយើងកំណត់ទៅវាពិតអូខេវារុញឲ្យទៅតែបើសិនជាការកំណត់របស់យើងនឹងវាមិនពិតទេមានតែវាខុសលក្ខខណ្ឌវានឹង drop package នឹងចោលចឹងយើងស៊ីសងយើងកំណត់ទេហើយការកំណត់របស់វានឹងគឺនៅក្នុងឆានបាទយើងកំណត់នៅក្នុងឆានដោយសារឆានវាមានទូនាទីផ្សេងៗគ្នានៅក្នុងហ្នឹងអញ្ចឹងយើងអាចធ្វើការកំណត់បានហើយនេះតើតើនឹងឆាន filter នៅលើ firewall Microtik router របស់យើងអញ្ចឹងវាមានតែ3ទេវាមាន input output ហើយនិង forward អញ្ចឹង input នឹងមានន័យថាយើងចូលទៅកាន់ internet អញ្ចឹង traffic ហ្នឹងគឺរត់ទៅកាន់ Microtik router sorry មិនមែនទៅ internet ទេអញ្ចឹងវារុញទៅចូលក្នុង Microtik router របស់យើង net to router អានេះយើងប្រើ input តែបើ output មានតែចេញពី router មកវិញណាចេញពី Microtik router ឡើងទៅកាន់ internet ហើយសម្រាប់ forward នេះវារត់ចូលក្នុង Microtik router របស់យើងហើយវាចេញពី Microtik router របស់យើងឡើងទៅកាន់ internet អញ្ចឹងបើសិនជាយើងចង់ធ្វើការ configure ឲ្យ client របស់យើងឡើងទៅកាន់ internet អានឹងយើងយក forward អានឹងមិនអាចទៅឡើងទៅកាន់ internet បានអញ្ចឹងខុសគ្នា3ហ្នឹងហើយនេះយើងមើលរូបភាពអញ្ចឹងបើសិនជាយើងមាន client មួយនេះឧទាហរណ៍នេះ client អញ្ចឹងបើសិនជាយើងយក input មានន័យថា client យើងស្គាល់ត្រឹមតែ Microtik router ទេអត់អាចស្គាល់ទៅខាងក្រៅបានទេអាហ្នឹងបើសិនជាយើងយក firewall ឆាន input អាហ្នឹងមានតែស្គាល់ត្រឹមតែ Microtik router ទេតែបើយើងយក output មានន័យយើង ping ពី router របស់យើងនេះ ping ពី router របស់យើងឡើងទៅកាន់ internet ឬក៏ទៅកាន់ server ណាមួយណាអានេះយើងយក output តែសម្រាប់ forward គឺមានតែវាចូលបាទ client របស់យើងចូលក្នុង router ចេញពី router ឡើងទៅកាន់ internet អញ្ចឹងយើងមើលសញ្ញាព្រួញមើលអញ្ចឹងបើសិនជាយើងចង់ឲ្យ computer ឡើងទៅកាន់ internet អាហ្នឹងយើងយក forward បាទអញ្ចឹងឆាន firewall ឆានវាមាន firewall filter របស់ឆាននោះវាមាន3ហ្នឹងទេហើយនេះសម្រាប់ធ្វើការ configure យើងចូលទៅក្នុង IP យើងចូល Microtik router របស់យើងមកយើងចុចលើ IP បន្ទាប់មកយើងចុចទៅលើ firewall យក firewall នេះ filter rule វានេះហើយនេះគឺជា input បាទ input ឆានមានតែវាស្គាល់តែខ្លួនវាទេហើយនេះគឺជា input ដែរអញ្ចឹង input នេះមានតែយើងយកអក្សរនេះមានតែស្គាល់អញ្ចឹងវាស្គាល់ត្រឹមតែ router ទេអញ្ចឹងសម្រាប់ router សម្រាប់ client ណាដែលគាត់យក input អញ្ចឹងស្គាល់ត្រឹម router ទេយើងយកអក្សរទៅនេះប្រភេទ accent របស់វាបើសិនជាយកអក្សរមានតែស្គាល់ router បើសិនជាយើងយក drop បកល accent នេះមានន័យថាយើង drop វាចោលយើងអាចឲ្យវាស្គាល់ទេមានតែយើងតម្លាក់ package នឹងចោលអានេះគឺជា lab យើងធ្វើវីដេអូផ្សេងទៀតបើវីដេអូក្រោយយើងធ្វើ lab តាក់ទងជាមួយនឹង
firewall filter របស់យើងហើយមេរៀនបន្ទាប់យើងនិយាយពី address list